បងប្អូនបន្ទាប់ពីគណៈកម្មាធិការអូឡ িম্প ិកកម្ពុជាបានប្រកាសថាវិញ្ញាសាបាល់ទះនឹងមិនបានបញ្ជូនទៅប្រកួតព្រឹត្តិការណ៍ SEA Games នៅប្រទេសថៃទេពេលនេះគឺក្លឹប Winstreet ក៏បានប្រកាសអំពីដំណឹងបាទពាក់ព័ន្ធនឹងកីឡាករ Win Wisna ផងដែរបាទអញ្ចឹងបាទអេមីនបាទសូនបាទអានជូនសមាគមបាល់ទះកម្ពុជាបានអញ្ជើញកីឡាករបរទេសរបស់ពួកគេគឺកីឡាករ Win Wisna ឲ្យត្រឡប់ទៅផ្ទះវិញដើម្បីចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ2025ដោយបានចាប់ផ្ដើមពីថ្ងៃទី9ដល់ថ្ងៃទី21ខែធ្នូហើយកីឡាករ Win Wisna បានហោះទៅប្រទេសកម្ពុជាថ្ងៃទី1ធ្នូយោងតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការរបស់គណៈកម្មាធិការអូឡ িম্প ិកកម្ពុជានៅថ្ងៃនេះក្រុមបាល់ទះកម្ពុជានឹងមិនបានចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំនេះទេ Win Wisna នឹងត្រូវត្រឡប់ទៅតៃវ៉ាន់វិញនៅថ្ងៃស្អែកដើម្បីបន្តការហ្វឹកហាត់និងមានលេងការប្រកួតនៅក្នុងផ្ទះនៅចុងសប្តាហ៍នេះនៅថ្ងៃទី6និងទី7ធ្នូតាមការវិភាគសូមអរគុណដល់អ្នកគាំទ្រទាំងអស់ចំពោះការព្រួយបារម្ភរបស់អ្នកយើងសូមជូនពរឲ្យ Win Wisna ធ្វើដំណើរដោយសុវត្ថិភាពបងប្អូនយើងអញ្ចឹងមានន័យថាបាទកីឡាករ Win Wisna គឺហោះមកកម្ពុជាតាំងពីថ្ងៃទី1ធ្នូបងប្អូនយើងអញ្ចឹងហើយឥឡូវនេះគឺមិនបានប្រកួតទេគឺហោះទៅវិញនៅថ្ងៃនេះបាទថ្ងៃទី4ដើម្បីជួយក្រុម Winstreet ត្រូវប្រកួតនៅថ្ងៃទី6និងទី7បាទខែធ្នូបន្តទៀតបងប្អូនយើងបាទអរគុណ